ចឹងយើងចូលទៅដល់ចំណុចទី1ដែលទៅជាមួយនឹង short video ហើយខ្ញុំគិតថាជាអ្វីដែលមកបងកំពុងតែរងចាំ short video គឺយើងជាទូទៅយើងឃើញហើយពីក្នុងវាស្ថិតនៅក្នុងទម្រង់នៃ3ផ្នែកហើយបានបែងចែកជា3ផ្នែកគឺផ្នែកហុកជា3ទៅ5វិនាទីដំបូងដែលយើងត្រូវចាប់យកចំណាប់អារម្មណ៍ទាំងដោយប្រើរូបភាពទាំងដោយប្រើប្រាស់សំឡេងហើយផ្នែកកណ្ដាលឬក៏ main body គឺយើងបញ្យល់ពីការផ្ដល់ជូនពិសេសរបស់យើងពី promotion របស់យើងបង្ហាញពីផុសតាងជោគជ័យផ្សេងៗក៏ដូចជាបង្ហាញពីផលិតផលឲ្យគេដឹងគេស្គាល់ផងដែរនិងចុងក្រោយនៃវីដេអូគឺយើងត្រូវបញ្ចប់ដោយ call to action ដែលប្រាប់គេថាអ្នកដែលមើលវីដេអូខ្ញុំហ្នឹងត្រូវធ្វើអីបន្ទាប់ត្រូវឆាតត្រូវ comment ឬក៏ត្រូវ click អូខេអញ្ចឹងខ្ញុំបង្ហាញពី case study មួយគឺជា case study របស់ Endless Beauty ហើយ case study នេះគឺធ្វើដោយ Canon Solution នៅក្នុងហ្នឹងគាត់ធ្វើវីដេអូមួយដែលមានទម្រង់ body ហើយនិង call to action ដូចគ្នាប៉ុន្តែចំណុចដែលខុសគ្នាគឺគាត់បដូរហុកគាត់បដូរចំណុចខាងមុខមកខណៈខាងមុខដោយបដូរទាំងរូបភាពទាំង visual ហុកបដូរទាំង voice over ទាំងសំឡេងអញ្ចឹងខ្ញុំធ្វើឲ្យឃើញពីភាពខុសគ្នានឹងបន្ថែមទៀតនៅក្នុងវីដេអូទី1គាត់ប្រើជាទម្រង់ value hunter hook មានន័យថាគាត់និយាយទៅកាន់មនុស្សណាដែលចង់ទិញផ្ដោតទៅលើគុណភាពជាចម្បងផ្ដោតទៅលើគុណតម្លៃជាចម្បងដោយក្បាលដើមនៃវីដេអូរបស់គាត់ក៏និយាយពីថាទទួលបានផលិតផលសុទ្ធនិងតម្លៃទាបជាងគេយកទៅប្រើប្រាស់នៅ Endless Beauty មានន័យថាផលិតផលសុទ្ធហើយតម្លៃទាបទៀត high quality low price ជា positioning របស់brand របស់ហាង Endless Beauty តែម្ដងអញ្ចឹង visual hook របស់គាត់ទី1គឺបែបហ្នឹង visual hook របស់គាត់ទី2គឺប្រាប់ថា Endless Beauty នឹងមានលក់ផលិតផលលំដាប់អន្តរជាតិពីច្រើនប្រទេសដោយគាត់និយាយថាមិនថា skin care កូរ៉េថៃជប៉ុនបារាំងឬក៏ local brand អីទេធានាថាផលិតផលសុទ្ធ 100% ហើយបងអាចរកទិញបានពី Endless Beauty ចឹងនៅក្នុងហុកទាំងពីរនេះយើងឃើញថាអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺគាត់ mention ពីឈ្មោះហាងនៅក្នុងហុកទាំងពីរតែម្ដងហុកទី3របស់គាត់គឺគាត់បង្កើតនៅភាពបន្ទាន់ដោយសួរទៅកាន់អតិថិជនបងថាអស់ skin care ប្រើនៅបងអស់ skin care ប្រើនៅអស់ skin care ប្រើនៅបងហើយបើខ្វះអីអាចមក Endless Beauty បានមក shopping ផងមកតែផលិតផលផងនៅហាងផ្ទាល់តែម្ដងអញ្ចឹងវីដេអូហ្នឹងតួសេចក្តីហើយនឹង call to action ដូចគ្នាទាំងអស់អ្វីដែលខុសគ្នាគឺគាត់ផ្លាស់ប្ដូរហុកដោយលេងជា value hunter ហុកជា global brand ហុកនិងជា generic ហុកនេះជា case study ទី1របស់យើងបើយើងបំបែករូបមន្តហ្នឹងទៅយើងនឹងឃើញថាហុករបស់គាត់5វិនាទីដំបូងគឺគាត់ផ្ដោតទៅលើការបង្ហាញពី visual hook គឺគាត់លេងរវាង visual hook ហើយនិង voice over hook ដែលខុសគ្នាទាំង3ប៉ុន្តែ main body វិញគឺអាចបានចែកបានជា2ផ្នែកផ្នែកទី1គឺគាត់បង្ហាញពីហាងបង្ហាញពីផលិតផលផ្សេងៗនិងទី2គឺអតិថិជនសារផលិតផលផ្ទាល់ដោយគាត់យកក្រែមលាបមាត់គាត់យកផលិតផលហ្នឹងមកលាបនៅលើដៃមកតេស្តផ្ទាល់នៅក្នុងហាងតែម្ដងអញ្ចឹងគាត់ showcase ពីផលិតផលនៅក្នុងហាងជាក់ស្ដែងនិង call to action របស់គាត់គឺឲ្យតាក់ទងទៅកាន់ Facebook page ឲ្យឆាតទៅកាន់ Facebook page ដើម្បីបញ្ជាទិញឬក៏សាកសួរព័ត៌មានបន្ថែមអានេះគឺជារូបមន្តដែលពួកគាត់ធ្វើទៅជាមួយនឹងវីដេអូបច្ចុប្បន្នហើយ visual hook ទាំង3នេះវាពាក់ព័ន្ធអីទៅនឹងការ book យើងនឹងឃើញនៅក្នុងដំណាក់កាលអក្សរ A ដែល advertising អញ្ចឹងខ្ញុំបង្ហាញពី case study ទី2សិនមុននឹងយើងទៅដល់ផ្នែក advertising ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ case study ទី2 case study ទី2នេះយើងលើកពី Best Sound ដែលជា case study យើងបានពីខាង Solution ដូចគ្នានៅក្នុង case study របស់ Best Sound នេះគេមានប្រភេទកាសមួយដែលជាកាសគុណភាពជប៉ុនអញ្ចឹងនៅក្នុងហុកទី1ហុកទី2ហុកទី3គឺដូចគ្នាទៅនឹងវីដេអូមុន case study មុនអញ្ចឹងតួសេចក្តីហើយនឹង call to action ដូចគ្នាអ្វីដែលខុសគ្នាគឺវីដេអូខាងដើមហើយនឹង voice over ដែលគេធ្វើឲ្យទៅជាហុក3ផ្សេងគ្នាទី1គេប្រើជាប្រភេទ prestige ហុកឬក៏កិត្យានុភាពហុកដែលបង្ហាញអំពីកិត្យានុភាពបង្ហាញពីភាពខ្លាំងពីចំណុចខ្លាំងរបស់កាសនឹងតែម្ដងដោយគេនិយាយពីថាបងដែលកំពុងតែស្វែងរកកាសគុណភាពជប៉ុនយើងឮតែជប៉ុនយើងគិតថារបស់ល្អហើយបងដែលកំពុងតែស្វែងរកកាសគុណភាពជប៉ុនល្អសម្រាប់ជប៉ុនល្អសម្លេងបុកបាសខ្លាំងល្អមានន័យថាគេនិយាយអំពីកិត្យានុភាពនិយាយអំពីភាពខ្លាំងនៃ brand និយាយភាពខ្លាំងនៃផលិតផលមួយហ្នឹងទី2គេប្រើហុកដោយផ្ដោតទៅលើអ្នកដែលកំពុងរក promotion រក discount តែម្ដងគេនិយាយពីថាតម្លៃពេញ$28ចូលទៅសល់ត្រឹមតែ$18បងនឹងទទួលបានកាសគុណភាពជប៉ុនយកទៅប្រើប្រាស់អត់ទិញមិនបានមានន័យថាគេកំពុងតែនិយាយទៅកាន់អ្នកដែលចង់ទិញផលិតផលវីដេអូដដែលតួសេចក្តីដូចគ្នា call to action ដូចគ្នាតែហុកខុសគ្នាហុកទី3ដែលគេនឹងលើកយកមកដែរតកតងជាមួយ
នឹងការវាយចំ pain point វាយចំចំណុចរសើបអ្នកដែលទិញកាសតែម្ដងតែខ្ញុំដូចគ្នាក៏ខ្ញុំមានចំណុចរសើបមួយនឹងដែរពេលខ្លះយើងទិញកាសមកសលេងអត់សូវច្បាស់ហើយពេលខ្លះនិយាយទូរស័ព្ទទៅលឺតាក់ដាច់អញ្ចឹងគេវាយឲ្យចំកន្លែងហ្នឹងដែលគេនិយាយពាក្យថាបងដែលទិញបងទិញកាសរដងសលេងអត់សូវច្បាស់ហើយនិយាយទូរស័ព្ទអត់សូវច្បាស់ទៀតមែនអត់គេវាយឲ្យចំ pain point គេរុញផលិតផលនឹងចូលអញ្ចឹងបើបងចូលទៅមើលវីដេអូទាំង6ហ្នឹងបងនឹងយល់ច្បាស់អំពី technique ក្នុងការធ្វើវីដេអូបែប short form content បែប UGC ឬក៏គេហៅថា high conversion video ហ្នឹងអញ្ចឹងបើយើងបំបែកហុកទាំងអស់ហ្នឹងបំបែក video script ហ្នឹងវិញយើងនឹងឃើញថាហុកទី1គឺយើងបដោតទៅលើគេនិយាយគេបែងចែកទាំងរូបភាពទាំងសំឡេង3ប្រភេទផ្សេងគ្នា3ជម្រើសផ្សេងគ្នាដើម្បីទុកប្រើប្រាស់ផ្នែកទី1នៃ main body គឺគេបង្ហាញពីផលិតផលលើផលិតផលបើកមកមាន zoom in ផលិតផល unbox ផលិតផលហើយនឹង test sound ផ្នែកទី2នៃ main body គឺគេយកវាទៅប្រើប្រាស់ជា lifestyle content ជា lifestyle ដែលយើងធម្មតាយើងស្ដាប់កាសនៅពេលណានៅពេលដែលយើងអង្គុយធ្វើការនៅពេលដែលយើងអង្គុយនៅហាងកាហ្វេឬក៏ពេលដែលយើងអង្គុយលេងដែលស្ដាប់ចម្រៀងម្នាក់ឯងនៅរមណីយដ្ឋានណាមួយឬក៏យើងស្ដាប់នៅពេលណាមួយចឹងទៅអញ្ចឹងគេប្រើជា lifestyle use case ដើម្បីបង្ហាញពីការប្រើប្រាស់កាសហ្នឹងហើយ call to action គឺគេឲ្យតាក់ទងទៅ page ដើម្បីបញ្ជាទិញនេះជា case study មួយចំនួនហើយខ្ញុំនឹងយកចំណុចនេះតើវាពាក់ព័ន្ធអីជាមួយនឹងការធ្វើ advertising